ទីតានិញគឺជានាវាធ្វើដំណើរផ្លូវឆ្ងាយមួយរបស់ប្រជាជនអង់គ្លេសដែលបានលេចនៅភាគខាងជើងមហាសមុទ្រអាត្លង់តិកនៅថ្ងៃទី15ខែមេសាឆ្នាំ1912បន្ទាប់ពីទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រអំឡុងពេលនាវាដឹកអ្នកដំណើរដ៏ធំស្កឹមស្កៃនិងប្រណិតជាងគេនៅក្នុងពិភពលោកមួយនេះចេញដំណើរលើកដំបូងពីកំពង់ផែSouthamptonចក្រភពអង់គ្លេសឆ្ពោះទៅកាន់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកការប៉ះទង្គិចជាមួយផ្ទាំងទឹកកកអណ្ដែតក្នុងមហាសមុទ្រអាត្លង់តិកខាងជើងបណ្ដាលឲ្យមានជនរងគ្រោះនិងបាត់បង់ជីវិតរហូតដល់ទៅ1514នាក់ក្នុងចំណោមមនុស្ស2223នាក់ទីតានិញបានចាប់ផ្ដើមសាងសង់នៅចន្លោះឆ្នាំ1909ដល់ឆ្នាំ1911ដែលកន្លែងសាងសង់នាវាមួយមានឈ្មោះថា Harland and Wolff នៅ Belfast រយៈពេលជាង100ឆ្នាំកន្លងទៅនេះបានបន្សល់ទុកនូវការនិយាយខុសៗគ្នាពីមូលហេតុនៃការលិចនាវាទីតានិចមួយនេះដោយមានអ្នកខ្លះនិយាយថាមូលហេតុផ្ដើមចេញពីការបើកនាវាក្នុងល្បឿនលឿនទើបពុំអាចគេចផុតពីផ្ទាំងភ្នំទឹកកករីឯអ្នកខ្លះទៀតនិយាយថាដោយសារតែនាវានេះប្រើដែកគោលសម្រាប់មិនភ្ជាប់ជញ្ជាំងតួនាវាមានគុណភាពអន់ពេងទើបក្រោយពេលបុកប៉ះផ្ទាំងភ្នំទឹកកកភ្លាមក៏តួនាវាទាំងមូលបែកខ្ចាត់ខ្ចាយអស់កាលពីពេលថ្មីៗនេះមានក្រុមតារាវិទូជនជាតិអាមេរិកមួយក្រុមបានស្រាវជ្រាវរកឃើញថាគ្រោះថ្នាក់លិចនាវាទីតានិចនេះគឺជាឧបទ្ទវហេតុកើតឡើងចៃដន្យប៉ុណ្ណោះចំពោះជនរងគ្រោះនៅក្នុងការលិចនាវាទីតានិចដែលនៅរស់រានមានជីវិតនោះធ្លាប់បានបញ្យល់ប្រាប់ថានៅពេលដែលនាវាទីតានិចបុកផ្ទាំងភ្នំទឹកកកគឺនៅក្នុងរាត្រីនោះផ្ទៃមេឃងងឹតសូន្យគ្មានពន្លឺព្រះច័ន្ទទេមានតែពន្លឺវងតារាភ្លឺផ្លែតបន្តិចបន្តួចប៉ុណ្ណោះដូច្នេះក្នុងរាត្រីនោះបើសិនជាមានពន្លឺព្រះច័ន្ទគឺអ្នកមើលឃើញផ្លូវដែលឆ្លោះដោយកែវយិននៅលើនាវានោះប្រកាសជាបានឆ្លោះមើលឃើញផ្ទាំងភ្នំទឹកកកនោះជាក់ជាមិនខានផ្ដើមចេញពីហេតុផលទាំងអស់នេះក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថាកាលពីថ្ងៃទី4ខែមករាឆ្នាំ1912ភពផែនដីភពព្រះអាទិត្យនិងភពព្រះច័ន្ទបានស្ថិតនៅក្នុងខ្សែស្របតែមួយជាពិសេសគម្លាតរវាងព្រះច័ន្ទនិងភពផែនដីស្ថិតនៅជិតគ្នាបំផុតដែលលភូតហេតុបែបនេះកើតមានឡើងក្នុងរវាង1400ឆ្នាំម្ដងហើយវានឹងអាចកើតឡើងនៅឆ្នាំ2257ខាងមុខនេះ